ជាដំបូងធ្វើការហាន់បន្លែនៅពេលដែលហាន់បន្លែរួចហើយយើងត្រូវយកបន្លែទាំងនោះលាយជាមួយអំបិលបន្ទាប់មកទុកវារយៈពេល20 ទៅ 25 នាទីធ្វើការលាយគ្រឿងចាក់ទឹកចូលនិងទឹកខ្មេះស្ករសនិងអំបិលបន្ទាប់មកកូរលាយវាឲ្យរលាយបន្លែក្រោយ25 នាទីត្រូវយកទៅលាងទឹកឲ្យជ្រះអំបិលបន្ទាប់មកទុកបន្លែនោះឲ្យស្រស់ទឹកបន្លែក្រោយស្រស់ទឹកហើយយើងត្រូវយកបន្លែនោះទៅដាក់នៅក្នុងកែវក្រោយដាក់បន្លែចូលទៅក្នុងកែវរួចត្រូវចាក់ទឹកដែលយើងលាយគ្រឿងរួចហើយចាក់ចូលក្នុងបន្លែបន្ទាប់មកយកគម្របគ្របទុក2 ទៅ 3 ថ្ងៃគឺអាចយកមកញ៉ាំបានហើយជ្រក់បន្លែក្រោយ2 ថ្ងៃរួចគឺអាចយកមកញ៉ាំបានហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តឃ្លីបវីដេអូនេះហើយសូមអរគុណសូមជម្រាបលាជួបគ្នានៅឃ្លីបក្រោយទៀតបាយបាយ